សួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំសូមចេញវីដេអូមួយទាក់ទងនឹងជាមេរៀនដោយសារតែមានបងប្អូនទាំងអស់គ្នាសនំពោលច្រើនតាម Telegram Page Facebook Telegram Channel ហើយនិង Facebook Page ដោយសារតែខ្ញុំមាន Telegram Channel របស់ខ្ញុំមាន member ប្រហែលជាខ្ទង់ជិត 1000 នាក់ដែរចឹងពួកគាត់បានចេញឲ្យខ្ញុំចេញមេរៀនជាប្រភេទ short course ហ្មងណាជាប្រភេទតាក់ទងនឹងការរៀនតាម online គឺច្រើនគាត់ឬក៏មិនឲ្យខ្ញុំរៀន offline តាម office តាមអីឬក៏អីផ្សេងក៏នៅសាទី1ខ្ញុំអត់មានពេលទេតែខ្ញុំអាចនឹងរៀនថ្ងៃណាមួយមានន័យថាបើសិនកាលណាខ្ញុំ ready ហើយខ្ញុំនឹងមានកន្លែងខ្ញុំមានកន្លែងសម្រាប់បងប្អូនទាំងគ្នាដែលកាត់ទៅរៀនបានតែអ្វីដែលខ្ញុំចង់និយាយមកតង់ទៀតគឺទី1ខ្ញុំអត់ចង់បរិញ្ញាហ្នឹងគឺយកថ្លៃទេអ្វីដែលខ្ញុំចង់បានហ្មងគឺបរិញ្ញាតម្លៃដែលសមរម្យបំផុតមានន័យថាចង់ឲ្យតម្លៃដែលសមរម្យហើយអាចគ្រប់គ្នាទៅរៀនបានដោយអត់ចាំបាច់នេះហ่าដោយអត់ចាំបាច់បងលុយឲ្យទៅខាតពេលច្រើនអញ្ចឹងណាមានថាបងលុយតែម្ដងរៀនបានទាំងអស់ឬមួយទៀតគឺបងលុយចំនួនតិចឲ្យអាចរៀនចំណេះដឹងមួយដែលទលំទលាយមែនតើគឺ focus ទៅរឿងតម្លៃដែលតែគ្រប់គ្នាអ្នកខ្លះគាត់អត់មានលទ្ធភាពទេគាត់អត់មានសូម្បីតែសមត្ថភាព10-20រៀលទៅរៀនក៏គាត់អត់មានដែរយើងមិនមើលងាយពួកគាត់តែពេលខ្លះគាត់អ្នកខ្លះគាត់ជាកូនកសិករគាត់នៅរៀននៅអីចឹងបើគាត់ចំណាយលុយទាំងអស់ហ្នឹងគាត់បន្សំខ្លះទៅគាត់បន្សំ20រៀលគាត់បន្សំចង់មួយខែដើម្បីមករៀនអញ្ចឹងរៀនពេលខ្លះរៀនប៉ះគ្រូមួយដែលអត់មានវិជ្ជាជីវៈត្រឹមត្រូវในការបរៀនប៉ះលោកគ្រូមួយដែលគាត់រៀនទៅធ្វើឲ្យពួកគាត់អត់យល់សួរក៏អត់បានអីក៏អត់បានវាទៅជារឿងមួយផ្សេងសម្រាប់គ្រប់គ្នាដែលគាត់ចង់រៀនណាអញ្ចឹងអ្វីដែលខ្ញុំអាចជួយបានគឺទី1ខ្ញុំបង្កើតជា short course មួយសម្រាប់បងប្អូនទាំងគ្នាដែលគាត់ចង់ចេះពិតប្រាកដហើយចូលទៅរៀនហើយអាចថារៀនតែម្ដងគឺបងប្អូនអាចស្វែងយល់ពីគ្នាទី1ស្វែងយល់ពីខ្ញុំទី2ស្វែងយល់ពីគ្រប់គ្នាដែលកំពុងតែរៀនទី1អញ្ចឹងខ្ញុំចង់បង្កើតជា community មួយដូចខ្ញុំបានបង្កើតវគ្គជា Gemini នោះខ្ញុំបង្កើតវគ្គតម្លៃតែ$2សួរតែ$2ហ្នឹងខ្ញុំចំណេញអត់ចម្លើយដល់ខ្លីបំផុតគឺខ្ញុំអត់ចំណេញទេមានតែចូលដើមខ្ញុំយកលុយទៅ boost operation boost នៅលើ Facebook page មួយថ្ងៃខ្ញុំ boost ចង់8រៀលហ្នឹងអញ្ចឹងសិស្សខ្លះចុះឈ្មោះបានមួយថ្ងៃបានមិនដល់តែ5នាក់បានហ្នឹងអញ្ចឹងសួរតែខ្ញុំខាតពេលអត់ខ្ញុំខាតពេលហើយខ្ញុំខាតទាំងលុយតែសួរតែខ្ញុំសប្បាយចិត្តខ្ញុំសប្បាយចិត្តដោយសារតែខ្ញុំចង់បង្កើតជា community មួយសម្រាប់បងប្អូនទាំងគ្នាដែលគាត់ចង់រៀនអញ្ចឹងត្រឡប់មកវិញអញ្ចឹងវគ្គនេះគឺដូចខ្ញុំបាននេះអញ្ចឹងជាសំណុំពររបស់បងប្អូនទាំងគ្នាទេគឺខ្ញុំបរៀនពី basic ទៅ basic មកពី Facebook page ពី TikTok ពី Instagram ហើយខ្ញុំ free វគ្គបង្កើត Gemini Pro request ទៀតក៏ប៉ុន្តែរៀននេះខ្ញុំគិតថាអាចរៀនច្រើនឆ្នាំមិនថាមួយឆ្នាំទៅមុខទៀតក៏អាចរៀនបានភាសាទី1ខ្ញុំមុននឹងចេញវគ្គនេះខ្ញុំបានសិក្សាស្វែងយល់ច្រើនក៏ប៉ុន្តែ Facebook វា update ជាវិនាទីជានាទីអីវា update ក៏ប៉ុន្តែក្បាច់ខ្លះគឺនៅតែប្រើបានព្រោះក្នុងហ្នឹងគឺខ្ញុំទី1ខ្ញុំ support MMO ហើយបូកជាមួយនឹង digital marketing អញ្ចឹងខ្ញុំទី1ខ្ញុំស្វែងយល់ពីមូលដ្ឋានគ្រឹះឲ្យបងមានថាបងទាំងអស់គ្នាអាចស្វែងយល់ឲ្យខ្លួនឯងតទៅនឹងមូលដ្ឋានគ្រឹះតទៅនឹងការរៀបចំ account និងពីរបៀប boost ខ្ញុំ focus តែមូលដ្ឋានគ្រឹះឯងកាលណាតែបងទាំងអស់គ្នាស្វែងយល់ពីមូលដ្ឋានគ្រឹះ Instagram Facebook page TikTok ឬក៏អីផ្សេងកាលណាបងប្អូនទាំងអស់គ្នាស្វែងយល់ពីមូលដ្ឋានគ្រឹះខ្លាំងហើយបងប្អូនទៅធ្វើអីក៏កើតដែរហើយទី2សំខាន់ជាងគេគឺការរៀបចំ account Instagram ក៏ដោយ Facebook page ក៏ដោយ TikTok ក៏ដោយបើសិនជាបងប្អូនអត់ចេះរៀបចំ account ទេមានបញ្ហា 100% គឺដឹងថាមានបញ្ហានៅថ្ងៃមុខអីអញ្ចឹងខ្ញុំសំខាន់នេះគឺខ្ញុំ focus តែប៉ុណ្្នឹងទេហើយទី2ទី3ទៀតគឺតើតើរបៀប boost របៀប boost វាធម្មតាវាមានចំណុចទី1ទី2ទី3ដូចខ្ញុំដាក់អញ្ចឹង V1 V2 V3 អញ្ចឹងវាសំខាន់ជាងគេបងប្អូនតើតើនឹងការ boost វាមិនប្រកាសថាដើរទេក៏ប៉ុន្តែបងប្អូនមាន3ជំនាញ3ខ្នាតដើម្បីបងប្អូនអាចវាស់ទឹកវាស់ផឹងវាស់ម៉ែត្រអីបានដើម្បីអាចទៅរៀនវាមានន័យថានៅពេលដែលបងប្អូន boost ទី1អត់ដើរទី2ទី2អត់ដើរទៅ boost ទី3អញ្ចឹងដូចគ្នាឥឡូវខ្ញុំ boost page មួយស៊ីខ្លាំងណាស់ស៊ីលុយច្រើនណាខ្ញុំ boost ទី1អញ្ចឹងបងប្អូនសាកល្បងមក switch មកដូរក្បួនទី2វិញមើលវាស៊ីអត់ពេលខ្លះវាទៅស៊ីថោកវិញវាល្អជាងយ៉ាងវិញសាកល្បង boost ទី1ទី2ទី3ទី4ជាធម្មតាគឺជាបទពិសោធន៍ខ្ញុំរងថ្ងៃដែលខ្ញុំចាយលុយ boost មួយ Facebook page គឺពីខ្ញុំធ្វើ3ខ្នាតហ្នឹងចំណុចចុងក្រោយដែលសំខាន់ជាងគេគឺ analysis ad តែទៅនឹង analysis ad ហ្នឹងគឺសំខាន់បំផុតសម្រាប់អ្នកដែលគាត់ជា digital marketing ជាអ្នករកស៊ីមួយម៉ាត់ថាជាអ្នករកស៊ីលើប្រព័ន្ធ online ដែល boost ទៅលើអីវ៉ាន់បងប្អូនទាំងគ្នាដែលជាអ្នក boost ណាអញ្ចឹងបងមួយចំនួនពីច្រើនម្ចាស់អាជីវកម្មឡើយគឺគាត់លែងជួល service ពីខាងក្រៅហើយ
គាត់សុខចិត្តចាយពេលផាគាត់ហ្នឹងទៅរៀនពី marketing ទៅរៀនពី digital marketing ទៅរៀនពី boo អញ្ចឹងសំខាន់ជាងគេ analysis ad ហ្នឹងគឺដើម្បីកុំឲ្យស៊ីលុយកុំឲ្យចាយលុយច្រើនពេកជាមួយនឹង Facebook TikTok អីចឹងទៅខ្ញុំនឹងមានវគ្គមួយទៀតតែវគ្គហ្នឹងខ្ញុំអាចនឹងយកថ្លៃបន្តិចតែខ្ញុំរៀន one by one ឬក៏គេថា face to face ណាយើង boost website ឬក៏ boost YouTube តែម្ដងអញ្ចឹងក្នុងហ្នឹងគឺយើង boost ពី Google អញ្ចឹងក្នុងហ្នឹងគឺវគ្គហ្នឹងគឺរៀនយូរថ្ងៃដែលថារៀនមួយអាទិត្យជាប់គ្នាតែជំនាញហ្នឹងខ្ញុំអាចនឹងយកថ្លៃដោយសារតែខ្ញុំរៀន6 7ឆ្នាំមកដល់ឥឡូវគឺនៅតែរៀនអត់ច្បាស់ក៏ប៉ុន្តែវាអាចថាធ្វើបានខ្ញុំអាចនឹង boost បាននេះរួមនិយាយមួយម៉ាត់គឺយើងអាច boost បានតែប៉ុណ្្នឹងឯងអញ្ចឹងអាមករំ boost បានខ្ញុំបានសិក្សាច្រើនមែនតើខ្ញុំចាយលុយខ្ញុំរៀន hack លុយជាមួយនឹង YouTube នឹងឆ្អែតឆ្អន់តែម្ដងអញ្ចឹងត្រឡប់មកវិញតែតើនឹងទាំងអស់ហ្នឹងណាអ្វីដែលខ្ញុំបានគឺខ្ញុំធ្វើតាមសំណូមពរបងប្អូនទាំងអស់គ្នាហើយដូចជាអត់ជាចាំបាច់ថាអូបងចេះតម្លៃដែលខ្ញុំដាក់មកគឺខ្ញុំហ៊ាននិយាយថាពិសេសមែន special ថា limited edition ទៀតហើយសិស្សក៏ខ្ញុំទទួលមាន limit ដែរខ្ញុំទទួលដូចខ្ញុំនិយាយគឺខ្ញុំទទួលតាមរដូវកាលទី1ទី2និងទី3អញ្ចឹងដូចគ្នាខ្ញុំអត់យកមកច្បុកច្បល់អញ្ចឹងទី1កាលណាមនុស្សច្រើនពេកវាទៅជាសិស្សនឹងអត់មាន quality គាត់ទៅរៀនក៏អត់មាន quality ដែរហើយមួយទៀតកាលណាតែមកខ្ញុំមើលសិស្សដែរពេលខ្លះមិនមែនតែចង់បានលុយទេពេលខ្លះយកមកដល់សិស្សហ្នឹងគាត់កឡក់គាត់គោគាត់សួរច្រើនពេកទៅជាធុញដាក់ក្នុងគ្រប់ហ្នឹងខ្លះគាត់សុំលីវគ្រប់គាត់រៀនមួយខ្ញុំផ្ទាល់ក៏មានដែរអញ្ចឹងការរស់នៅជាមួយគ្នាការរៀនជាមួយគ្នាវាជាកត្តាសំខាន់បំផុតសម្រាប់បងប្អូនទាំងអស់គ្នាដែលគាត់ចង់រៀនអូខេអញ្ចឹងទៅនៅវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានៅក្នុង Facebook YouTube ដែលគាត់ស្គាល់ខ្ញុំហ្នឹងគឺចង់ចុះឈ្មោះកំឆានមក Telegram ខ្ញុំមកហើយចាំខ្ញុំ reply ចុះឈ្មោះខ្ញុំនឹងដាក់ថ្ងៃរៀនពិតប្រាកដហើយខ្ញុំតម្លាក់វីដេអូតែម្ដងហើយតែតើនឹងរបៀបរៀនគឺរៀនទី1រៀនតាមវីដេអូទី2រៀនតាម Discord ហ្នឹងដូច Zoom យើងបងប្អូនទាំងអស់គ្នាអញ្ចឹងអាចនឹងមួយអាទិត្យយើងចូលម្ដងអញ្ចឹងណាសួរ Q&A អញ្ចឹងតែពេលចឹងយើងអត់រៀនតែពេលចឹងយើងសួរ Q&A វិញអញ្ចឹងនេះជារបៀបនៃការរៀនរបស់ខ្ញុំអញ្ចឹងងាយនឹងចេះទេបើសិនជាបងប្អូនទាំងអស់គ្នា focus ហើយផ្ដោតទៅលើការរៀនអូខេអញ្ចឹងពីខ្ញុំបាទកាល TV ឬក៏ការ Studio គោរពជម្រាបលាអរគុណច្រើន